សួស្តីអ្នកនរគ្នាថ្ងៃនេះផងដែរវាត្រឡប់មកជួបជាមួយនឹងខ្ញុំសាជាថ្មីម្ដងទៀតបីគ្នាមួយរយៈនឹងសុខទុក្ខយ៉ាងណាដែរអ្នកនរគ្នាហើយសម្រាប់វីដេអូនឹងផងដែរគឺខ្ញុំនិយាយរឿងរ៉ាវដែលតាក់ទងជាមួយនឹងពុកភាហើយសម្រាប់រឿងរ៉ាវនឹងផងដែរគឺកើតឡើងតាំងតែពី15ឆ្នាំមុនម្លេះហើយខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងជួយចុច Subscribe ឲ្យ Channel របស់ខ្ញុំម្នាក់មួយផងដើម្បីជាកម្លាំងចិត្តមួយខ្ញុំបានធ្វើវីដេអូជាបន្តបន្ទាប់ទៀតឲ្យអ្នកទាំងអស់គ្នាស្ដាប់កម្សាន្តនៅពេលដែលអ្នកទាំងអស់គ្នាទំនេរពីការងារហើយឥឡូវដើម្បីកុំចំណាយពេលវេលាយូរខ្ញុំក៏សូមចូលទៅកាន់សាច់រឿងរបស់យើងតែម្ដងដោយរឿងរ៉ាវដំបូងឡើយហ្នឹងគឺពុកភាគាត់បានបែកពីរួមណាកាលពីសម័យខ្មែរយើងកំពុងតែជួបចលាចលយើងដឹងហើយថាកាលពីខ្ទង់ឆ្នាំ1900ជាងហ្នឹងគឺខ្មែររបស់យើងក៏បានជួបនៅសង្គ្រាមដែរនៅពេលដែលពុកភាគាត់បានបែកពីអាសម័យហ្នឹងណាហើយក៏បានជួបជាមួយនឹងប្រពន្ធរបស់គាត់ដល់ពេលជួបប្រពន្ធរបស់គាត់ក៏មានចិត្តមួយថាស្រឡាញ់ដល់ពេលអញ្ចឹងហើយគាត់ក៏បានឲ្យចាស់ទុំដើម្បីទៅចូលស្ដីដណ្ដឹងហើយសម្រាប់ចាស់ទុំនឹងផងដែរគឺមិនមែនជាឪពុកម្ដាយរបស់គាត់ទេគឺជាសាច់ញាតិដែលគាត់រស់នៅជាមួយដោយសារតែពុកភានឹងគឺគាត់ជាក្មេងកំព្រាទេនៅពេលដែលគាត់ឲ្យចាស់ទុំទៅស្ដីដណ្ដឹងហើយក៏បានរៀបការជាមួយនឹងប្រពន្ធរបស់គាត់នៅពេលដែលរៀបការហើយគាត់ក៏បានបែកផ្ទះពីឪពុកម្ដាយបើសម្រាប់ឪពុកម្ដាយនឹងគឺដូចជាឪពុកម្ដាយចិញ្ចឹមគាត់អញ្ចឹងណាមិនមែនជាឪពុកម្ដាយមកកើតទេដូចជាអ្នកដែលធ្លាប់ដោយសារតែសម័យហ្នឹងយើងដឹងហើយថាសម័យហ្នឹងគឺខ្មែររបស់យើងហ្នឹងគឺលំបាកមែនទែនអញ្ចឹងហើយគឺតែងតែជួយយកអាសាគ្នានៅពេលដែលគាត់ឃើញឪពុកភាគាត់ជាក្មេងកំព្រាអញ្ចឹងគាត់ក៏បានយកឪពុកភាហ្នឹងទៅនៅជាមួយនៅពេលដែលឪពុកភានៅជាមួយហ្នឹងគាត់ក៏ដឹងគុណអ្នកដែលចិញ្ចឹមបែកគាត់តាំងតែពីតូចមកដែរគឺគាត់មិនដែលរមើលគុណអីទេនៅពេលដែលគាត់រៀបការហើយគាត់ក៏បានបែកពីពុកម្ដាយចិញ្ចឹមរបស់គាត់នឹងហើយក៏ទៅរស់នៅជាមួយនឹងប្តីប្រពន្ធរបស់គាត់ហើយការទៅរស់នៅនឹងផងដែរគឺគាត់ទៅរស់នៅភូមិប្រពន្ធរបស់គាត់ដែលប្រពន្ធរបស់គាត់នឹងផងដែរគឺគាត់ឈ្មោះថាម៉ែជងដែលម៉ែជងនឹងគឺគាត់ប្អូនពុកភាដល់ទៅ5ឆ្នាំមកពុកភានឹងគឺបងប្រពន្ធរបស់គាត់ដល់5ឆ្នាំនៅពេលដែលគាត់ទៅរស់នៅជាមួយនឹងប្រពន្ធរបស់គាត់ភូមិខាងប្រពន្ធរបស់គាត់នឹងគឺទៅដំបងឡើយនឹងគឺគាត់ដែលស្គាល់គេទេហើយគាត់ក៏មិនហ៊ានទៅនិយាយអីច្រើនជាមួយគេដែរដោយសារតែគាត់ជាមនុស្សដែលក្រែងចិត្តគេមែនទែនពុកភាគាត់អត់សូវហ៊ាននិយាយស្ដីអីទៅកាន់អ្នកជំនាញខ្លួនទេដោយសារគាត់ខ្លាចគេប្រកាន់ណាមួយក៏ពាក្យសម្ដីរបស់គាត់ជាមួយនឹងអ្នកភូមិប្រពន្ធរបស់គាត់នឹងគឺនិយាយអត់សូវដូចគ្នាទេគឺពាក្យសម្ដីនិយាយខុសគ្នាដល់ពេលអញ្ចឹងណាមួយគាត់ក៏ស្ដាប់គេអត់សូវបានដែរប៉ុន្តែប្រពន្ធរបស់គាត់គឺតែងតែណែនាំឪពុកភានឹងឲ្យទៅនិយាយជាមួយសាច់ញាតិឲ្យមានទំនាក់ទំនងល្អជាមួយនឹងអ្នកភូមិនឹងដោយគាត់ប្រាប់ថាថ្ងៃមុខទៅនឹងគឺយើងនឹងតែងពឹងពាក់អ្នកភូមិនឹងឯងដើម្បីជួយយកអាសាគ្នាហើយកាលពីដែលពុកភាគាត់ទៅនៅភូមិរបស់ប្រពន្ធគាត់នឹងពេលដែលនៅដំបងឡើយនឹងគឺអត់សូវអីទេគឺអត់សូវលក្ខណៈថាអត់សូវមានរឿងអីជាមួយអ្នកភូមិនឹងទេដោយសារតែគាត់អត់សូវនិយាយច្រើនអត់សូវហ៊ាននិយាយទៅគេប៉ុន្តែគាត់នៅបានរយៈពេល3ទៅ4ឆ្នាំក៏ចាប់ផ្ដើមមានទំនាស់ជាមួយនឹងអ្នកភូមិនឹងប៉ុន្តែដែលមានទំនាស់ជាមួយអ្នកភូមិនឹងគឺមិនមែនជាអ្នកភូមិដែលនៅភូមិកណ្ដាត់នឹងតែម្ដងទេគឺជាអ្នកចំណូលទេអ្នកចំណូលដូចជាឪពុកភាអញ្ចឹងឯងគឺអ្នកមកពីក្រៅបានប្រពន្ធទៅនៅនឹងភូមិនឹងដល់ពេលអញ្ចឹងហើយគាត់ក៏បានទើសសម្ដីជាមួយគេនឹងឯងហើយសម្រាប់អ្នកដែលគាត់ទោះសម្ដីជាមួយនឹងគឺមានឈ្មោះថាតាសូដែលតាសូនឹងគាត់ជាអ្នកចំណូលដូចជាពុកភានឹងឯងដោយសារតែពាក្យសម្ដីគាត់ទូរោមើលមន់ដោយសារតែតាសូនឹងគាត់មុនរបស់តាសូនឹងគឺវាមកចើស្រូវរបស់ពុកភាហើយពុកភានឹងគាត់ក៏បានយកស្បែកជើងរបស់គាត់ហ្នឹងដេញចោលមឿនដោយសារតែវាមកកាយស្រូវរបស់គាត់ដែលគាត់កំពុងហាលនឹងដល់ពេលអញ្ចឹងតាសូនឹងគាត់ក៏ខឹងទៅពុកភាថាមិនបានចេះដេញវាយវាទៅអីបើសិនតែវាងាប់ទៅគិតមិនហើយពុកភាគាត់ក៏បានតបទៅតាសូវិញថាគាត់មិនមែនដេញចោលដេញវាយឲ្យវាងាប់ទេគឺគាត់គ្រាន់តែដេញបង្អើលកុំឲ្យវាមកចាក់ស្រូវទៀតដោយសារតែមិនហ្នឹងវាក៏កាយស្រូវរបស់ពុកភាហ្នឹងគឺធ្លាក់មកដីរឹតដៃមែនទែនយើងដឹងហើយថាកាលពីដែលយើងហាលស្រូវហាលអីអ្នកជនបទគឺប្រើតែកន្ទីលទេកាលពីសម័យហ្នឹងគឺប្រើតែកន្ទីលទេដល់ពេលអញ្ចឹងហើយដល់ពេលមិនវាកាយវាអីទៅគឺវាតែតែធ្លាក់មកដីរេប៉ែអញ្ចឹងឯងអាសត្វមិនហ្នឹងយើងដឹងហើយថាស្រូវច្រើនប៉ុណ្ណាក៏វាចើហើយក៏វាកាយដែរគឺវាមិនមែនចើតែស្រូវទេដល់ពេលអញ្ចឹង
គ្រាន់តែពុកភាគាត់និយាយប្រាប់អញ្ចឹងគឺតាសូនឹងគឺថាមកពុកភាវិញទាំងកង្ហឹងតែម្ដងប៉ុន្តែពុកភាគាត់អត់បានថាអីឬមួយក៏ខឹងអីទៅតាសូនឹងទេដោយសារតែពុកភាគាត់ក៏ដឹងដែរថាអ្នកដែលមកនៅស្រុកគេអញ្ចឹងគឺគាត់អត់សោះប្រកាន់ប្រហែលទេដោយសារតែគាត់ក៏ធ្លាប់នៅស្រុកគេមកដំបងអញ្ចឹងដែរប៉ុន្តែចរិតរបស់តាសូនឹងគឺអត់ដូចចរិតរបស់ពុកភាទេគឺអត់ចោះចំណុំជាមួយគេតែម្ដងដោយសារតែចរិតរបស់គាត់នឹងគឺក្អើតខ្ទោមែនទែនដោយសារតែគាត់អាងអីគឺអាងដែលគាត់នឹងជាអ្នកមានអាគមអ្នកលេអាគមអញ្ចឹងណាតាសូនឹងឯងប៉ុន្តែពុកភាទោះបីជាគាត់ជាមនុស្សស្ងៀមស្ងាត់មនុស្សស្លូតបូលមែនប៉ុន្តែគាត់ក៏ចេះនោះរបស់ការពាររបស់អីហ្នឹងណាប៉ុន្តែគាត់អត់ដែលអូតទេហើយសម្រាប់អ្នកភូមិនេះអីគាត់ក៏ធ្លាប់ទៅរកពុកភាដើម្បីមកជួយនៅក្នុងការមើលជួយក្នុងការដែលអ្នកភូមិនឹងត្រូវអំពើទៅអីគេផ្សេងក៏តែងតែជួយដាស់ជួយអីគឺពុកភាគាត់ជួយបានច្រើនមែនទែនអញ្ចឹងហើយទើបធ្វើឲ្យអ្នកភូមិនឹងស្រឡាញ់ចូលចិត្តពុកភាប៉ុន្តែណាស់តែអាអ្នកដែលទៅនៅរបស់ភូមិគេហ្នឹងណាបើនិយាយទៅគឺតាសូនឹងតែម្ដងអ្នកចំណូលដូចគ្នាជាមួយនឹងពុកភានេះប៉ុន្តែធ្វើចរិតដែលខ្នាក់ថាក្អើតខ្ទមដោយសារតែអាងទៅលើអាគមហ្នឹងឯងដល់ពេលអញ្ចឹងពុកភាគាត់ក៏អត់បានប្រកាន់អីច្រើនទេដល់ពេលថ្ងៃមុខទៀតពុកភាគាត់ក៏បានទៅព្រៃដើម្បីទៅកាប់អុសនៅពេលដែលពុកភាទៅកាប់អុសហ្នឹងគឺគាត់អត់មានរទេះគោដើម្បីទៅដឹកអុសយកមកពីព្រៃមកផ្ទះទេគឺគាត់ទៅតែខ្លួនហើយមានខ្វែវមានផ្ថៅអីគាត់លីដើរទៅនៅពេលដែលពុកភាគាត់ទៅដល់ព្រៃនៅក្នុងព្រៃហ្នឹងគឺស្រកមែនទេហើយសម្រាប់ព្រៃនឹងផងដែរគឺពុកភាគាត់ធ្លាប់ទៅ2 3 ដងដែរគឺដែលគាត់ធ្លាប់ទៅហ្នឹងគឺទៅពីអ្នកប្រពន្ធរបស់គាត់ដោយសារតែប្រពន្ធរបស់គាត់ហ្នឹងស្គាល់ទីតាំងនឹងច្បាស់ប៉ុន្តែដល់ពេលម្ដងហ្នឹងគឺពុកភាគាត់ទៅម្នាក់ឯងដល់ពេលគាត់ទៅម្នាក់ឯងហ្នឹងគាត់វែងព្រៃហ្នឹងឯងដល់ពេលគាត់វែងព្រៃហ្នឹងគាត់អត់ទាន់កាប់អស់ទៅបានកាប់អីទេគាត់ក៏បានជួបនៅអាខ្លាមួយហើយសម្រាប់ខ្លាហ្នឹងផងដែរគឺគេជួបច្រើនដែរអ្នកភូមិប្រពន្ធរបស់គាត់ហ្នឹងណាគេតែងតែនិយាយថានៅពេលដែលគេទៅរកអស់ទៅអីហ្នឹងគឺអ្នកខ្លះក៏ជួបផ្ទាល់ហើយអ្នកខ្លះក៏ឃើញតែកំឡុងវាទេអាខ្លាហ្នឹងគេថាគឺសាហាវគឺធ្លាប់ខំមនុស្សស្លាប់ច្រើនមែនទេដល់ពេលអញ្ចឹងពុកភាគាត់ក៏ចេះតែដើរទៅដើរក៏បានឃើញកន្លងខ្លាហ្នឹងដល់ពេលគាត់ឃើញកន្លងខ្លាហ្នឹងគឺកន្លងថ្មីមែនទេមិនមែនជាកន្លងដែលវាដើរប្រហែលថ្ងៃមុនទេគឺកន្លងថ្មីដូចជាដើរមុនគាត់ប្រហែលជា4-15 នាទីម្ដងឯងគាត់ថាខ្លាហ្នឹងប្រហែលជានៅជិតគាត់នឹងឯងនៅអត់ឆ្ងាយពីគាត់ប្រហែលទេដល់ពេលគាត់ដើរទៅអល់មុខបន្តិចទៀតគាត់ក៏លឺសំឡេងខ្លាហ្នឹងវាកហឹមដល់ពេលលឺសំឡេងខ្លាហ្នឹងកហឹមគឺគាត់មើលអត់ឃើញទេគាត់រមមើលខ្លាហ្នឹងអត់ឃើញទេប៉ុន្តែគាត់គិតថាខ្លាហ្នឹងច្បាស់ជាឃើញគាត់ហើយបានជាវាកហឹមហ្នឹងដោយសារតែគាត់គិតថាខ្លាវានៅជិតគាត់អញ្ចឹងហើយគាត់ប្រុងមែនទេហើយក្វែវរបស់គាត់គឺគាត់ទម្លាក់ពីស្មាហើយក៏ដើរកាន់តែម្ដងគាត់ទម្លាក់ខ្វែវពីស្មាគាត់ដើរកាន់ដៃម្ខាងកាន់ខ្វែវហើយដៃម្ខាងទៀតកាន់បថៅប៉ុន្តែគាត់អត់ខ្លាចប្រមាណទេគាត់អត់ខ្លាចខ្លានឹងប្រមាណទេដោយសារតែគាត់មានរបស់កាន់ដែរគឺជាបថៅនឹងក្វែវនឹងឯងគាត់ថាហ៊ានតែវាលូតម៉ូតឯងគាត់កាប់ហើយប៉ុន្តែគាត់ក៏ព្យាយាមរមើខ្លានឹងដែរដោយសារតែលឺសលេងកហឹមហ្នឹងដល់ពេលគាត់ព្យាយាមរមើគាត់អត់ឃើញទេអត់ឃើញខ្លានឹងសោះហើយមកសន្ទុះក្រោយក៏ស្ងាត់សំលេងខ្លានឹងដល់ពេលស្ងាត់គាត់ក៏បានដើរមកមុខទៀតគាត់ក៏បានភ្ញាក់ខ្លួនវិញគឺភ្ញាក់ខ្លួនដោយសារតែគាត់ឃើញអាផ្លូវដែលគាត់ធ្លាប់ដើរជាមួយនឹងប្រពន្ធគាត់ហ្នឹងណាតែគាត់ធ្លាប់មកពីអ្នកប្រពន្ធគាត់មកកាប់អស់កាលមុនដល់ពេលគាត់ឃើញអញ្ចឹងគាត់ក៏ចាំបានផ្លូវថានឹងចេញទៅណាចូលតាមណាចេញតាមណៃអញ្ចឹងណាដល់ពេលអញ្ចឹងគាត់បានដើរមើលអស់ហើយក៏កាប់អស់បានគាត់យកមកទុកមកកន្លែងកាប់ទាំងមេឃឈើងឹបនិងមេឃឈើរស់កាប់យកមកទុកដល់ពេលគាត់កាប់ទុកបានហើយគាត់យកមេឃឈើមួយធំជាងគេហ្នឹងណាគាត់យកបានគាត់បោះបង្គោលដើម្បីឲ្យងាយស្រួលមើលហើយក៏បានយកកណាត់ដើម្បីចងអាបង្គោលហ្នឹងដើម្បីគាត់ងាយស្រួលថ្ងៃក្រោយគាត់មកទៀតគឺមិនថ្ងៃក្រោយទេគឺថ្ងៃដែលគាត់ត្រូវទៅពឹងរទេះរបស់អ្នកភូមិនឹងមកដឹកហ្នឹងណាដើម្បីស្រួលក្នុងការមើលឃើញដល់ពេលអញ្ចឹងគាត់ក៏បានរៀបចំហើយគាត់ក៏បានចេញដំណើរទៅផ្ទះវិញនៅពេលដែលគាត់ចេញដំណើរទៅផ្ទះវិញហ្នឹងដល់ពេលល្ងាចមកដល់ផ្ទះគាត់ក៏ប្រាប់ប្រពន្ធគាត់ថាថ្ងៃហ្នឹងនៅពេលដែលគាត់ទៅរកអស់ហ្នឹងគាត់ក៏បានជួបខ្លាហ្នឹងអាខ្លាដែលអ្នកភូមិតែងតែនិយាយថាគេទៅរកអស់ទៅអីក៏ជួបនៅកន្លែងព្រៃហ្នឹងណាគាត់ក៏បានជួបដែរដល់ពេលគាត់និយាយអញ្ចឹងគឺប្រពន្ធគាត់ភ័យមែនទេគាត់ក៏បានសួរទៅពុកភាថាមានគាត់អីអត់ក្រែងខ្លាហ្នឹងវាមកខំមកវៃអីគាត់ណាគឺម៉ែចងគាត់សួរដល់ពេលអញ្ចឹង
ពុកភាគាត់ក៏ប្រាប់វិញថាគាត់អត់បានឃើញទេគាត់ឃើញតែកំឡងទេឃើញតែកំឡងនឹងសំឡេងវាក៏ហឹមដល់ពេលអញ្ចឹងម៉ែជងគាត់ក៏សួរទូពុកភាវិញថាចុះបើឯងឃើញអញ្ចឹងចុះមិនក៏ប្រាប់ខ្ញុំថាឃើញខ្លាឃើញអីគ្រាន់តែឃើញតែកំឡងប៉ុណ្ណឹងពេលនឹងផងដែរគាត់ក៏បានប្រាប់ទៅប្រពន្ធរបស់គាត់ថាព្រឹកស្អែកហ្នឹងឲ្យប្រពន្ធរបស់គាត់ហ្នឹងទៅរោទេសរបស់អ្នកភូមិដើម្បីឲ្យទូដឹកអស់អយដល់ពេលពុកភាគាត់និយាយជាមួយម៉ែជងអញ្ចឹងហើយម៉ែជងក៏បានប្រាប់ទៅពុកភាវិញថាដឹងទៅរទេសណាមានតែរទេសបោះអាប៉ែននឹងឯងដោយសារតែពុកប៉ែនហ្នឹងគាត់ប្អូនម៉ែជងនេះច្រើនឆ្នាំដែរអញ្ចឹងហើយម៉ែជងគាត់ហៅថាអាប៉ែនហើយសម្រាប់ពុកភាវិញក៏មានហៅអីទេគាត់ហៅថាអាប៉ែនដូចជាប្រពន្ធរបស់គាត់ដែរដល់ពេលអញ្ចឹងម៉ែជងគាត់ក៏បានទៅរោទៅទេសបោះពុកប៉ែនហ្នឹងនៅពេលដែលគាត់ទៅរោទេសពុកប៉ែនគាត់ក៏បានសួរទៅម៉ែជងថាចុះពុកភាគាត់ទូថ្ងៃមុនហ្នឹងគាត់កាប់អស់បានច្រើនអត់ម៉ែជងក៏បានឆ្លើយទៅពុកប៉ែនវិញថាអញមិនបានសួរទេអញមិនបានសួរថាបានអស់ច្រើនអត់ណាអញក៏ភ្លេចសួរដែរហើយនៅពេលនោះផងដែរពុកប៉ែនគាត់ក៏បានប្រាប់ទៅម៉ែជងថាម៉ែឯងចាំទៅសួរពុកភាផងថាបើសិនណាទូស្អែកហ្នឹងតើយើងយកអីទៅខ្លះក្រែងលោជួបអាខ្លាអីដោយសារតែខ្ញុំធ្លាប់ឮគេនិយាយច្រើនដែរហើយអាខ្លាហ្នឹងគេថាសាហាវមែនទេហើយខ្ញុំក៏ได้បានជួបដែរនៅពេលដែលខ្ញុំទៅរកអស់រកអីម្នាក់ប្រពន្ធខ្ញុំម៉ែជងគាត់អត់បាននិយាយអីច្រើនទេគាត់គ្រាន់តែថាចាំអញសួរពុកភាហែងអុយពេលអញ្ចឹងគាត់ក៏ទូផ្ទះពុកគាត់វិញហើយសម្រាប់ពុកប៉ែនវិញគាត់ក៏បានត្រៀមប្រទេសគូគាត់ដែរត្រៀមប្រទេសគូក៏បានដាក់សម្ភារៈខ្លះដើម្បីការពារខ្លួនដែរដោយសារគាត់ខ្លាចខ្លានឹងមែនទេដោយសារគាត់ឮគេនិយាយថាខ្លានឹងវាសាហាវវាឃើញមនុស្សឃើញអីគឺវាតែងតែលូតមកខំលូតមកអីហើយដោយសារតែមានមនុស្សស្លាប់ច្រើនដែរដោយសារខ្លានឹងដល់ពេលព្រឹកឡើងគាត់ក៏បានបរទេសមកប្រទេសពុកភាដល់ពេលគាត់បរមកពុកភាក៏ហៅថាអាប៉ែនឯងបានយកខ្វែវយកអីទូអត់ហើយពុកប៉ែនគាត់ក៏បានប្រាប់ទៅពុកភាថាខ្ញុំយកទូទៅពុកដោយសារតែខ្ញុំខ្លាចដែរព្រៃនឹងគេឃើញខ្លាឃើញអីច្រើនដងដែរដល់ពេលលឿនយ៉ាងអញ្ចឹងពុកភាក៏ប្រាប់ទៅពុកប៉ែនថាអញទូអាថ្ងៃដែលអញកាប់អស់ហ្នឹងអញក៏បានលឺសំឡេងខ្លានឹងវាក៏ហឹមដែរហើយពុកប៉ែនគាត់ក៏មើលទូភ្នែករបស់ពុកភាគាត់ក៏បានសួរថាបើពុកឯងឃើញអញ្ចឹងចុះនឹមខ្ញុំទូធ្វើអីហើយពុកប៉ែនគាត់ក៏បាននិយាយលេងសើចទៅពុកភាថាពុកឯងទូម្នាក់ឯងទៅខ្ញុំបានទូទេពុកភាគាត់ក៏សើចដាក់ទៅពុកប៉ែនហើយគាត់បាននិយាយតទៅវិញថាបើអញទូតែឯងបានណាជួយលើកអស់អញបញ្ចុះអញក្រេឲ្យប្រពន្ធអញទូប្រូហែងណាពេលនោះផងដែរគាត់អត់បាននិយាយច្រើនទេគាត់គ្រាន់តែលេងសើចជាមួយគ្នាហើយក៏បានលើកទេសទូជាមួយគ្នាដល់ពេលលើកទេសទូហ្នឹងភ្លេចបាយទៀតដល់ពេលភ្លេចបាយគាត់ក៏បានឈប់ទេសហើយក៏រត់មកយកបាយវិញពុកភាហ្នឹងគាត់រត់មកយកបាយពីប្រពន្ធរបស់គាត់ដែលម៉ែជងគាត់បានវិចជាមួយនឹងស្លឹកចេកអុយហ្នឹងណាដល់ពេលគាត់រត់មកយកវិញរមើលបាយគាត់អត់ឃើញដល់ពេលមើលបាយឃើញគាត់ក៏បានទូហៅប្រពន្ធគាត់ដល់ពេលហៅប្រពន្ធគាត់មកប្រពន្ធគាត់ប្រាប់ថាគាត់នឹងពាក់ទូទៅលើអាភ្នឹងផ្ទះនោះឯងអារនួតផ្ទះហ្នឹងណាគាត់ចោលក្នុងកន្សែងដល់ពេលគាត់ទ្រាំមើលគាត់ឃើញដល់ពេលទ្រាំមើលអត់ឃើញម៉ែជងនឹងគាត់ក៏មករមើលឲ្យខ្លួនឯងដល់ពេលគាត់មករមើលឲ្យខ្លួនឯងក៏ឃើញបាយហ្នឹងគាត់ក៏បានថាទៅពុកភាថាមានតែភ្នែកមិនក៏ក្លែកអន្សប់ពេលថាអញ្ចឹងពុកភាគាត់ក៏បានខឹងអីទេដោយសារគាត់អត់ឃើញមែនហ្នឹងប៉ុន្តែពុកភាគាត់ក៏មានចិត្តមួយចម្លែកដែរហេតុអីបានជាគាត់ទ្រាំមើលបាយកន្លែងដែលប្រពន្ធគាត់យកមកឲ្យនឹងអត់ឃើញហើយពេលគាត់អញ្ចឹងគាត់ក៏មានអារម្មណ៍ថាប្លែកក្នុងចិត្តហើយក៏គិតឃើញរឿងវិញឆ្ងាយដែរឬមួយក៏មានហេតុអីបានជាមានរឿងនឹងកើតឡើងដល់ពេលគាត់ទៅដល់ប្រទេសគាត់ក៏បានទុកបាយទៅអីហើយក៏ពុកប៉ែនហ្នឹងក៏បរទេសទៅដល់ពេលបរទេសទៅពុកភាគាត់ក៏បានសួរទៅពុកប៉ែនថាអាប៉ែនហែងដែលធ្លាប់មុនដំណើរចេញទៅណាទៅណីហ្នឹងហែងធ្លាប់ភ្លេចរបស់អីនៅផ្ទះអត់ពុកប៉ែនគាត់ក៏បានប្រាប់ទៅពុកភាវិញថាអត់ទេពុកខ្ញុំអត់ដែលធ្លាប់ភ្លេចរបស់អីទេហើយខ្ញុំក៏ធ្លាប់លឺចាស់ចាស់គាត់និយាយដែរថានៅពេលដែលចេញដំណើរទៅណាទៅណីហ្នឹងបើសិនជាមានភ្លេចរបស់អីគឺគេតែងតែមិនអោយចេញទូទេដោយសារតែមានអ្នកចង់ប្រាប់យើងថាចេញដំណើរយ៉ាងអីហ្នឹងវាជួបគ្រោះថ្នាក់ជួបអីអញ្ចឹងណាចឹងហើយទើបមានចំណេញផ្ទះ
ព្រះភូមិព្រះអីគាត់ជួយប្រាប់យើងកុំឲ្យយើងទៅជួយហាមឃាត់យើងដល់ពេលពុកភាគាត់លឺពុកប៉ែននិយាយអញ្ចឹងគាត់ក៏មានចិត្តមួយជឿហើយក៏ចិត្តមួយគាត់ចង់ជឿដែរប៉ុន្តែគាត់បាននិយាយច្រើនទេដល់ពេលគាត់បរទេសទៅដល់កន្លែងទីតាំងដែលគាត់ត្រូវលើកអស់ហ្នឹងណាពុកប៉ែនគាត់ក៏បានឃើញនៅកន្លងខ្លាប៉ុន្តែឃើញកន្លងខ្លាហ្នឹងគឺមិនមែនកន្លងថ្មីទេគឺកន្លងផែលជីវិតដើរទៅយប់ដល់ពេលឃើញអញ្ចឹងគាត់ក៏បានប្រាប់ពុកភាថាពុកនេះកន្លងខ្លាដល់ថានេះកន្លងខ្លាដល់ពេលពុកភាគាត់មើលថាកន្លងនេះកន្លងយូរហើយផែលជីវិតដើរយប់មិញហើយមិនមែនវានោះចិត្តនឹងទេដល់ពេលពុកប៉ែនលឺពុកភានិយាយអញ្ចឹងគាត់ក៏មានចិត្តមួយអសោកខ្លាចដែរដោយសារតែគាត់អត់ដែលធ្លុបឃើញកន្លងខ្លាដល់ពេលលឺពុកភាគាត់និយាយអញ្ចឹងគាត់ក៏ជឿហើយនៅពេលនឹងផងដែរគាត់ក៏បាននាំគ្នាទៅដល់អាទីតាំងអស់របស់គាត់នឹងហើយក៏បានលឺអស់លឺអីដើម្បីដាក់ទេដល់ពេលគាត់កំពុងតែលឺអស់ដាក់ទេបណ្ដើហើយគាត់និយាយគ្នាបណ្ដើនៅពេលនឹងផងដែរអាខ្លាមួយនឹងគឺវាចេញមកពីក្រោយខ្នងរបស់ពុកប៉ែនតែម្ដងដល់ពេលវាចេញមកពីក្រោយខ្នងរបស់ពុកប៉ែនពុកភាក៏ប្រាប់ទៅពុកប៉ែនថាអាប៉ែនខ្លានៅពីក្រោយហែងដល់ពេលថាអាប៉ែនខ្លានៅពីក្រោយហែងអញ្ចឹងគឺពុកប៉ែនគិតភ័យមែនទេគិតស្ទុះរត់មកពុកភាវិញដល់ពេលគាត់រត់ស្ទុះមកពុកភាវិញអាខ្លានឹងគឺវាឈរប្រុងលួតមកតែម្ដងគឺវាកហឹមពុកភាជាមួយនឹងពុកប៉ែននៅពេលនឹងផងដែរពុកភាគាត់ក៏បានយកខ្វែរបស់គាត់នឹងអោយទៅពុកប៉ែនកាន់ពេលនឹងផងដែរពុកប៉ែនគាត់ញើមែនទេដៃជើងរបស់គាត់គឺញើខ្លាំងមែនទេដល់ពេលអញ្ចឹងគាត់ក៏បានយកអាដំបងអាមេឃអស់ដែលគាត់កាប់ម៉ូហ្នឹងណាគាត់យកនឹងឯងដើម្បីរៀហើយក៏បណ្ដេញនៅអាខ្លានឹងចេញនៅពេលដែលពុកប៉ែនឃើញពុកភាអញ្ចឹងគាត់ក៏ឆ្ងល់គាត់ថាមិនបានជាធ្វើអញ្ចឹងបានថាមិនបានជាធ្វើអញ្ចឹងបានហើយពុកភាគាត់ក៏បាននិយាយប្រាប់អីច្រើនទេនៅពេលនឹងផងដែរគាត់ក៏ចាប់ដើមលឺអស់លឺអីដាក់ទូទេសទៀតដល់ពេលដាក់ទូទេសទៀតក៏បានលឺអស់លឺអីអស់ហើយគាត់ក៏បរទេសចេញមកវិញដល់ពេលបរទេសចេញមកវិញគាត់ក៏បានយកអាកន្សែងដែលប្រពន្ធរបស់គាត់ខ្ចប់បាយមកពីផ្ទះហ្នឹងណាដែលគាត់ហូបបាយអស់ហើយនៅពេលដែលគាត់លឺអស់ហ្នឹងណាពេលគាត់យកបានគាត់ក៏បង់អង្គគាត់ពុកភាហ្នឹងគាត់យកកន្សែងហ្នឹងបង់អង្គគាត់ពេលនោះផងដែរពុកប៉ែនក៏សួរទៅពុកភាទៀតថាពុកឯងធ្វើម៉េចបានជាអាខ្លានឹងវាខ្លាចពេលអញ្ចឹងដល់ពេលលឺពុកប៉ែនគាត់សួរច្រើនដងពេកពុកភាក៏ប្រាប់ថាហ្នឹងគឺដោយសារតែគាត់នឹងបានចេះនៅអាគមខ្លះការពារពីពួកអាសត្វអស់ហ្នឹងពេលហ្នឹងពុកប៉ែនថាបើសិនជាពុកឯងចេះតិចប្រហែលជាវាខ្លាចដល់ថ្នាក់ហ្នឹងទេពេលនោះគឺពុកភាក៏បាននិយាយប្រាប់ពីហេតុផលលើច្រើនដែរគាត់ក៏បាននាំគ្នាធ្វើដំណើរមកដល់ផ្ទះវិញនៅពេលដែលគាត់មកដល់ផ្ទះគាត់លាក់អស់លាក់អីអស់ហើយមួយខែក្រោយមកទៀតគាត់ក៏ចាប់ផ្ដើមមានរឿងជាមួយនឹងតាសូនឹងទៀតពុកភាហ្នឹងណាចាប់ផ្ដើមមានរឿងជាមួយនឹងតាសូនឹងទៀតម្ដងហ្នឹងគឺឆ្លោះគ្នាខ្លាំងមែនទេពុកភាគាត់ឆ្លោះជាមួយនឹងតាសូនឹងខ្លាំងមែនទេដល់ពេលឆ្លោះខ្លាំងអញ្ចឹងពុកប៉ែនហ្នឹងគាត់ក៏បានដើរមកជួយសម្របសម្រួលពុកភាជាមួយនឹងតាសូនឹងដល់ពេលពុកប៉ែនមកសម្របសម្រួលអញ្ចឹងតាសូនឹងវាឃើញពុកប៉ែននិយាយទៅជួយខាងពុកភានឹងច្រើនពេកដល់ពេលអញ្ចឹងអាតាសូនឹងវាខឹងជាមួយនឹងពុកប៉ែនទៀតវាខឹងដោយសារតែឃើញពុកប៉ែននឹងកាន់ជើងពុកភាដល់ពេលអញ្ចឹងហើយវាក៏ខឹងនៅពេលដែលចេញពីអាកន្លែងឆ្លោះគ្នាជាមួយនឹងពុកភាហ្នឹងណាវាចាប់ផ្ដើមធ្វើអំពើអាគមដាក់ទៅលើពុកប៉ែនតែម្ដងតាសូហ្នឹងណាដល់ពេលធ្វើអញ្ចឹងមុនដំបូងឡើយគឺគាត់អត់ដឹងទេគាត់អត់ដឹងថាគាត់នឹងត្រូវបោះគីទេអត់ដឹងថាគាត់នឹងត្រូវអាគមគីទេដោយសារតែគាត់អត់យល់ដឹងពីអាគមទេនៅពេលដែលពុកប៉ែនគាត់ឈឺថ្ងៃក្រោយហ្នឹងគឺប្រពន្ធរបស់ពុកភាហ្នឹងទូរ៉ូពុកប៉ែនហ្នឹងណាដើម្បីឲ្យទៅជួយមើលផ្ទះរបស់គាត់ដោយសារគាត់ចង់សាងសង់ទំនំមិនចេមអីអញ្ចឹងណាដល់ពេលអញ្ចឹងដល់ពេលគាត់ទៅក៏ឃើញពុកប៉ែននឹងឈឺដល់ពេលឃើញឈឺអញ្ចឹង
ម៉ែជងក៏សួរថាហេងកាត់អីមិនក៏មិនបានទៅប្រាប់អញដេញអីសោះពេលលឹងភ្នែកគិតឡើងជ្រួភ្នែករបស់ពុកប៉ែនណាដល់ពេលអញ្ចឹងហើយគាត់ក៏ប្រាប់ពីដំណើរដើមទងតែគាត់ឈឺចេះឈឺចោះបាយគាត់បានដេកគាត់លក់ពេលលឹងផងដែរម៉ែជងក៏ទៅប្រាប់ប្តីរបស់គាត់ប្រាប់ពុកភានឹងដល់ពេលប្រាប់ពុកភានឹងឥឡូវនឹងពួកគាត់រឿងចាស់ដែរឡើយប៉ុន្តែពុកភាជាមួយនឹងម៉ែជងនឹងគាត់អត់មានកូនទេគាត់អត់មានកូនមានចៅទេគាត់មានតែពីអ្នកប្តីប្រពន្ធគាត់ដោយសារតែគាត់រៀបការមកនឹងគឺអត់មានកូនមានអីដូចគេទេអញ្ចឹងហើយគាត់មានតែពីអ្នកប្តីប្រពន្ធគាត់ដល់ពេលអញ្ចឹងម៉ែជងនឹងគាត់ហៅពុកភាថាតាវាអាប៉ែនឹងគឺវាអត់ស្រួលអត់ដឹងតែគាត់អីទេដល់ពេលពុកភាគាត់លឺអញ្ចឹងគាត់ក៏បានទៅមើលដែរដល់ពេលថ្ងៃក្រោយនឹងគាត់ទៅមើលគាត់ក៏បានចាប់មិនពីរដែរដើម្បីទៅអោយពុកប៉ែនឹងអោយប្រពន្ធរបស់គាត់ធ្វើមហូបធ្វើអីអោយដើម្បីមានកម្លាំងមានអីណាដល់ពេលពុកភាគាត់ទៅដល់គាត់ដឹងតែម្ដងនៅពេលគាត់ទៅដល់ផ្ទះរបស់ពុកប៉ែនភ្លាមគាត់ដឹងថាពុកប៉ែននឹងត្រូវរបស់គេប៉ុន្តែពុកភាគាត់បាននិយាយអីច្រើនទេគាត់គ្រាន់តែប្រាប់ទៅប្រពន្ធរបស់ពុកប៉ែនថាអោយធ្វើមហូបឲ្យយំមិននឹងឯងទៅធ្វើមហូបធ្វើអីឲ្យអាប៉ែនស៊ីទៅដើម្បីវាមានកម្លាំងមានអីដល់ពេលពុកភាគាត់និយាយអញ្ចឹងហើយគាត់ក៏បានយំមិននឹងឯងទៅអោយប្រពន្ធរបស់គាត់យកទៅដាក់នៅក្នុងទ្រុងណាប្រពន្ធរបស់ពុកប៉ែននឹងហើយគាត់ក៏បានដើរមកមើលពុកប៉ែនវិញដែរពេលគាត់ដើរមើលវិញគាត់ក៏បានប្រាប់ទៅពុកប៉ែនថាអាប៉ែនចាំមើលស្អែកអញយកថ្នាំយកអីមកឲ្យហែងដាំផឹកដល់ពេលពុកប៉ែនគាត់លឺអញ្ចឹងគាត់ក៏សួរទៅពុកភាវិញថាពុកឯងមានថ្នាំអីពុកភាថាអញមានថ្នាំអីថ្នាំអញមានតែថ្នាំបុរាណឯងយកមកឲ្យប៉ុនហែងដាំឲ្យហែងផឹកដល់ពេលនឹងផងដែរពុកភាក៏បានដើរទៅវិញដើរទៅផ្ទះរបស់គាត់ណាដល់ពេលដើរទៅវិញប្រពន្ធរបស់គាត់ក៏សួរទៅពុកភាថាអាប៉ែនមិនហើយតាពេលនឹងផងដែរពុកភាក៏ប្រាប់ទៅប្រពន្ធគាត់ដែលជាម៉ែជងនឹងថាវាមានអីទេយាយអានឹងវាត្រូវរបស់គីនៅពេលដែលម៉ែជងគាត់លឺអញ្ចឹងគាត់ក៏សួរទៅពុកភាវិញថាតើឯងអាចជួយវាបានអត់រមើលមកក្រែងមានថ្នាំអីដើម្បីយកទៅឲ្យវាពុកភាប្រាប់ថាខ្ញុំមានតើចាំខ្ញុំស្អែកនឹងឯងខ្ញុំប្រាប់វាហើយថាស្អែកនឹងយកថ្នាំទៅឲ្យវាដើម្បីដាំផឹកពេលនោះគាត់អត់បាននិយាយអីច្រើនជាមួយនឹងប្រពន្ធគាត់ទេពុកភាគាត់ក៏បានដើរទៅក្រលមិនមកគាត់ខាងក្រោយដល់ពេលគាត់ដើរទៅក្រលមិនគាត់ខាងក្រោយគាត់ឃើញឆ្កែមកដេញចាប់មិនគាត់ថាឆ្កែហ្នឹងគឺធំមែនទែនគឺមកទាំងថ្ងៃតែម្ដងប៉ុន្តែទាំងដែលនៅក្នុងភូមិហ្នឹងគឺអត់ដែលមានឆ្កែហ្នឹងទេអត់ដែលមានសោះដល់ពេលគាត់ឃើញដេញចាប់អញ្ចឹងគាត់ក៏ដេញចូលអាឆ្កែហ្នឹងដេញផងអីផងដល់ពេលឮសំឡេងខ្លាំងណាស់ពេកប្រពន្ធគាត់ក៏ចុះមកមើលដល់ពេលចុះមកមើលក៏ហៅថាតើឯងកាត់អីមិនឮសំឡេងអីលំងពងប៉ាំងឡោះហើយពុកភាក៏ប្រាប់ទៅម៉ែចងវិញថាខ្ញុំដេញឆ្កែពេលថាខ្ញុំដេញឆ្កែអញ្ចឹងប្រពន្ធគាត់ក៏បានសួរនៅមកច្រើនទេក៏ដើរទៅវិញពេលដើរទៅវិញហើយក៏បានទៅធ្វើម្ហូបធ្វើអីដើម្បីទុកឲ្យពុកភានឹងឯងហូបដល់ពេលគាត់ធ្វើឆ្អិនធ្វើអីហើយគាត់ក៏បានទូហៅពុកភាថាតើដល់ហូបបាយហើយហូបបាយសិនមកនៅពេលគាត់កំពុងហូបបាយតែពីអ្នកប្តីប្រពន្ធគាត់ហ្នឹងណាមិនដឹងថាតង្កោវាមកបណ្ណាទេចូលសម្លដែលគាត់កំពុងហូបហ្នឹងទាំងដែលទឹកសម្លហ្នឹងគឺក្តៅមែនទែនប៉ុន្តែតង្កោនឹងអត់ងាប់សោះតង្កោនឹងចានសម្លគាត់ហ្នឹងណាអត់ងាប់ទេដល់ពេលប្រពន្ធគាត់ឃើញអញ្ចឹងគាត់ក៏សួរទៅពុកភាថាតើឯងប្រហែលថ្ងៃហ្នឹងមានអារម្មណ៍ថាអត់ស្រួលអត់ពុកភាក៏ប្រាប់ទៅម៉ែចងវិញថាមានអីដោយសារតែយើងនឹងទើសគ្នាជាមួយនឹងអាសូរនឹងឯងដល់ពេលគាត់យ៉ាងអញ្ចឹងប្រពន្ធគាត់ក៏ចាប់ផ្ដើមព្រួយបារម្ភដែរដោយសារតែណាមួយគាត់មានតែភ្នាក់ប្តីប្រពន្ធគាត់ចាស់ដែរហើយគាត់មានតែភ្នាក់ប្តីប្រពន្ធអញ្ចឹងបើសិនតែមានបញ្ហាអីគឺមានណាមើលអត់មានកូនមានចៅដូចគេដល់ពេលនឹងផងដែរដល់ពេលស្អែកឡើងពុកភាគាត់ក៏បានយកថ្នាំដែលគាត់និយាយជាមួយនឹងពុកប៉ែននឹងយកទៅអោយដល់ពេលយកទៅអោយប្រពន្ធរបស់ពុកប៉ែននឹងក៏និយាយប្រាប់ទៅពុកភាថាពុកម្សិលមិញហ្នឹងខ្ញុំធ្វើមិនដែលពួកឯងយកមកអោយនឹងដើម្បីឲ្យប្តីខ្ញុំហូប
ប៉ុន្តែដល់ពេលធ្វើខ្ញុំកំពុងតែដាំស្លហ្នឹងណាមិនដឹងថាជីងចក់នឹងវាមកប៉ុណ្ណាទេវាលូតចូលនៅក្នុងឆ្នាំងសន្លដល់ពេលលូតចូលក្នុងសន្លហ្នឹងឃើញវាងឹបហើយដោយសារទឹកវាក្តៅឃើញវាងឹបខ្ញុំក៏បានយកវែកហ្នឹងដួសវាចេញដល់ពេលខ្ញុំយកវែកដួសវាចេញដល់ពេលខ្ញុំយកវាចាក់នៅខាងក្រៅហ្នឹងវាក៏ចាប់ដើមរស់វិញដល់ពេលចាប់ដើមរស់វិញអញ្ចឹងសម្លដែលខ្ញុំស្លឲ្យប្តីខ្ញុំហ្នឹងខ្ញុំអត់ហ៊ានឲ្យហូបទេខ្ញុំក៏ចាក់ស្លនឹងក៏ចូលដែរដោយសារតែរឿងហ្នឹងវាប្លែកពេកប្រពន្ធរបស់ពុកប៉ែនហ្នឹងនិយាយប្រាប់ទៅពុកភីអញ្ចឹងហើយពេលនឹងផងដែរពុកភីថាល្អហើយដែលមានឲ្យសម្លនឹងឲ្យអាប៉ែនវាស៊ីពេលអញ្ចឹងពុកភីក៏បានដើរយកអាថ្នាំហ្នឹងឯងទៅដាក់នៅលើចង្ក្រានគាត់បានលាងឆ្នាំងអីគាត់អត់បានឲ្យប្រពន្ធរបស់គាត់ប្រពន្ធរបស់ពុកប៉ែននឹងជាអ្នកដាំទេឆ្នាំងដំបងហ្នឹងគឺពុកភីគាត់ជាអ្នកដាំខ្លួនឯងតែម្ដងដល់ពេលដែលពុកភីគាត់យកថ្នាំនឹងទៅដាំនឹងគាត់ក៏បានឲ្យប្រពន្ធរបស់ពុកប៉ែននឹងទៅយកដេកគោលមកដើមធូប3សរសៃហើយនឹងបោះខ្មៅទៀតដល់ពេលហ្នឹងផងដែរពុកភីគាត់ក៏បានយកដេកគោលហ្នឹងណារុំបោះខ្មៅដាក់នៅក្នុងឆ្នាំងជាមួយនឹងថ្នាំរបស់គាត់ហើយធូប3សរសៃហ្នឹងគឺគាត់អុចដើម្បីរំលឹកអាគមរបស់គាត់ហ្នឹងឯងក៏បានសៀតធូប3សរសៃហ្នឹងជិតនឹងចង្ក្រានឲ្យគាត់ដាំទឹកហ្នឹងនៅពេលគាត់ដាំទឹកដាំអីមុនដំបូងហ្នឹងគឺអាឆ្នាំងហ្នឹងគឺគាត់អត់ឲ្យប្រពន្ធរបស់ពុកប៉ែនប៉ះទេគឺអត់ត្រូវប៉ះអីណាតែទេទល់តែគាត់បានដាំដួសទឹកមកផ្តិលដើម្បីទៅឲ្យពុកប៉ែននឹងផឹកហើយទើបប្រពន្ធរបស់ពុកប៉ែននឹងអាចទៅប៉ះថ្នាំប៉ះឆ្នាំងបើអីនឹងបានដល់ពេលអញ្ចឹងហើយនៅពេលទឹកនឹងពុះហើយគាត់ក៏បានដងទឹកមកផ្តិលដើម្បីទៅឲ្យពុកប៉ែននឹងផឹកដល់ពេលយកផឹកអីហើយគាត់ក៏ប្រាប់ទៅប្រពន្ធរបស់ពុកប៉ែនថាលើកក្រោយមុននឹងដាំថ្នាំហ្នឹងណាកុំភ្លេចយកធូប3សរសៃដើម្បីអុចដាក់ក្នុងកេនចង្ក្រាននឹងផងដល់ពេលពុកភាប្រាប់ទៅប្រពន្ធពុកប៉ែនអញ្ចឹងប្រពន្ធពុកប៉ែនក៏បានសួរទៅពុកភាវិញថាគាត់អត់មានចេះអីទេតើពេលអុចធូបហើយយកធូបទៅដាក់ហ្នឹងតើយើងត្រូវធ្វើម៉េចទៀតពុកភាប្រាប់ថាមិនធ្វើអីច្រើនទេគ្រាន់តែអុចធូបហើយក៏រំលឹកដល់គុណទៅគុណម៉ែឪគុណអីគាត់ក៏ប្រាប់តែប៉ុណ្្នឹងហើយក៏ពុកភាក៏បានត្រឡប់ទៅវិញប៉ុន្តែមុនត្រឡប់ទៅវិញពុកភាក៏ផ្ដាំទៅពុកប៉ែនថាជប់នឹងវារៀងយ៉ាប់បន្តិចហើយគាត់ប្រាប់អញ្ចឹងគាត់ថាយប់នឹងរៀងយ៉ាប់បន្តិចហើយប៉ុន្តែពុកប៉ែនក៏ដឹងថាយ៉ាប់អីទេនៅពេលគាត់លឺសំឡេងលឺសំដីរបស់ពុកភាគាត់និយាយអញ្ចឹងណាដល់ពេលពុកភាផ្ដេសផ្ដាំហ្នឹងហើយគាត់ក៏បានដើរត្រឡប់ទៅផ្ទះវិញដល់ពេលយប់ឡើងពុកប៉ែនក៏ចាប់ផ្ដើមយ៉ាប់មែននៅក្នុងពោះរបស់គាត់គឺថាដូចមានសន្តិរត់នៅក្នុងនឹងអញ្ចឹងគឺថាយ៉ាប់ខ្លាំងមែនទេដល់ពេលអញ្ចឹងគឺក៏ចាប់ដើមក្អួតដល់ពេលក្អួតប្រពន្ធគាត់ក៏បានយកប្តីរបស់គាត់ហ្នឹងមកដាក់បេតមុតចន្ទើឡើងចុះទៅលើផ្ទះហ្នឹងណាដល់ពេលក្អួតមកធ្លាក់មកតែម្ដងធ្លាក់ចេញពីមាត់របស់គាត់ចេញមកពីពោះហ្នឹងគឺអត់ដឹងស្អីទេតែឡើងខ្មៅប៉ិនមីដៃធ្លាក់ចេញមកពីខ្លួនរបស់ពុកប៉ែនហ្នឹងគឺមានលីទាំងឈាមដែរដល់ពេលអញ្ចឹងពុកប៉ែនគាត់ក៏ចាប់ដើមធូរក្នុងពោះរបស់គាត់អីគឺចាប់ដើមធូរហើយក៏មានអារម្មណ៍ថាក្លិនបាយក្លិនអីឲ្យប្រពន្ធគាត់ដួសបាយអីមកហូបទាំងយប់ហ្នឹងឯងដល់ពេលឲ្យប្រពន្ធគាត់មកដួសបាយនៅពេលដែលប្រពន្ធគាត់ចុះមកក្រោមហ្នឹងណាគាត់ក៏បានឃើញតាសូហ្នឹងគាត់ឃើញច្បាស់មែនទេដល់ពេលគាត់ឃើញអញ្ចឹងគាត់ភ្ញាក់ប្រពន្ធរបស់ពុកប៉ែនគាត់ភ្ញាក់គាត់ក៏បានសួរទៅតាសូថាតើឯងមករកអីទាំងយប់ថាតើឯងមករកអីទាំងយប់តាសូគាត់អត់បាននិយាយអីទេគាត់ឈោសម្លឹងទៅមុខរបស់ប្រពន្ធរបស់ពុកប៉ែនហ្នឹងតែម្ដងដល់ពេលឈោសម្លឹងហើយពុកប៉ែនក៏បានចាប់អារម្មណ៍អីទេគាត់បានចាក់អារម្មណ៍ថាគាត់នឹងត្រង់អំពើគេដែលជាតាសូនឹងអ្នកធ្វើទៅលើគាត់គាត់បានចាក់អារម្មណ៍អីទេប៉ុន្តែប្រពន្ធគាត់នឹងគឺភ័យមែនទេដោយសារតែយប់ប្រលប់ប៉ុណ្ណឹងហើយឃើញតាសូនឹងដើរមកហើយណាមួយតាសូនឹងក៏មិនមែនជាអ្នកភូមិកណ្ដាលនោះនឹងតែម្ដងទោះបីជាគាត់រស់នៅនឹងច្រើនឆ្នាំដែរប៉ុន្តែគាត់ក៏អត់ដឹងពីទឹកចិត្តរបស់តាសូនឹងដែរហើយគាត់ក៏គិតតែម្ដងថាតាសូនឹងមិនមែនជាមនុស្សល្អទេដោយសារតែធ្លាប់ឆ្លោះប្រកែកគ្នាជាមួយនឹងពុកភាហ្នឹងណាដោយសារតែតំណែងទំនងគ្រួសាររបស់ពុកប៉ែនជាមួយនឹងពុកភាហ្នឹងគឺដូចជាបងប្អូនអញ្ចឹងប៉ុន្តែដោយសារតែពុកភាគាត់មានអាយុច្រើនជាងពុកប៉ែនអញ្ចឹងហើយពុកប៉ែនក៏តែងតែហៅគាត់ថាជាពុកជាម៉ែម៉ែជោងហ្នឹងណាគឺគាត់តែងហៅអញ្ចឹងប៉ុន្តែគាត់ក៏មិនមែនជាសាច់ឆ្ងាយដែរដោយសារតែពុក
ពុកម្ដាយរបស់ម៉ែចងជាមួយនឹងពុកម្ដាយរបស់ពុកប៉ែនហ្នឹងគឺជាបងប្អូននឹងគ្នាប៉ុន្តែមិនមែនជាបងប្អូនមកទេបងប្អូនជីដូនតគ្នាអញ្ចឹងណាដល់ពេលអញ្ចឹងហើយគឺគាត់រាប់អានគ្នាគឺស្រឡាញ់គ្នាមែនទែនហើយសម្រាប់ពុកប៉ែនវិញគឺស្រឡាញ់នឹងគ្រប់ពុកភាមែនទែនដល់ពេលគាត់ឃើញអញ្ចឹងប្រពន្ធរបស់គាត់នឹងក៏បានដួសបាយហើយក៏ឡើងទៅលើផ្ទះវិញគាត់បានសួរនំឲ្យច្រើនទេដោយសារតែតាសូនឹងអត់បានឆ្លើយតបឲ្យមកគាត់បានត្រឹមតែឈោសម្លឹងនៅពេលដែលគាត់ឡើងមកលើផ្ទះគាត់ឈានដល់កម្មចន្ទើទី3ហ្នឹងណាប្រពន្ធរបស់ពុកប៉ែនហ្នឹងងាកទៅក្រោយវិញគឺបាត់តែម្ដងបាត់តាសូនឹងតែម្ដងដល់ពេលបាត់តាសូនឹងគឺគាត់ឃើញឆ្កែខ្មៅម្ដងឆ្កែខ្មៅហ្នឹងគឺអង្គុយនោះអាកន្លែងដែលតាសូនឹងឈោហ្នឹងណាដល់ពេលឃើញចឹងគឺកាន់តែខ្លាចទៀតដល់ពេលគាត់ឡើងទៅលើផ្ទះគាត់ក៏បិទទ្វារតែម្ដងដល់ពេលគាត់បិទទ្វារគាត់ក៏និយាយប្រាប់ទៅពុកប៉ែនថាមិញនៅពេលដែលគាត់ចុះទៅដួសបាយមកអយហ្នឹងគាត់ឃើញតាសូនឹងឈោនៅតាមផ្លូវមុខផ្ទះគាត់ពេលគាត់សួរនឹមអីក៏បាននិយាយទេហើយបានត្រឹមតែឈោសន្លឹងគាត់ប៉ុន្តែនៅពេលគាត់ឡើងមកលើផ្ទះវិញដល់កម្មចន្ទើទី3គាត់ងាកទៅក្រោយវិញហ្នឹងគឺអត់ឃើញតាសូទេឃើញតែឆ្កែខ្មៅនៅពេលនឹងផងដែរពុកប៉ែនក៏ចាប់ដើមមានចិត្តមួយសង្ស័យដែរសង្ស័យទូតាសូហ្នឹងណាដល់ពេលថ្ងៃក្រោយមួយទៀតពុកភាក៏បានទៅមើលដែរទៅមើលពុកប៉ែនទៀតដល់ពេលទៅមើលគាត់ក៏បានប្រាប់មកពុកភាថាថ្ងៃមុនហ្នឹងគឺប្រពន្ធរបស់គាត់ចុះមកដួសបាយគាត់ពេលយប់ណាចុះមកដួសបាយគាត់ហូបបានឃើញតាសូនឹងឈរតាមផ្លូវហើយសម្លឹងប្រពន្ធគាត់នៅពេលដែលប្រពន្ធគាត់សួរទៅគឺអត់មាននិយាយអីទេប៉ុន្តែដល់ពេលប្រពន្ធគាត់ឡើងមកកម្មចន្ទើវិញដល់កម្មចន្ទើទី3ឲ្យឡើងមកលើផ្ទះដល់កម្មចន្ទើទី3ហ្នឹងណាងាកទៅក្រោយវិញគឺឃើញឆ្កែខ្មៅម្ដងដល់ពេលអញ្ចឹងពុកភាក៏ប្រាប់ទៅពុកប៉ែនថាអាប៉ែនឯងត្រោមពើវានោះឯងត្រោមពើរបស់អាសូនឹងឯងដល់ពេលពុកប៉ែនគាត់លឺអញ្ចឹងគាត់ភ័យថាអ្នកដែលធ្វើគាត់នឹងមានអ្នកណាឆ្ងាយទេថាមានអ្នកណាឆ្ងាយហើយពុកប៉ែនក៏ប្រាប់ទៅពុកភាថាថ្ងៃដែលអាយុថ្ងៃដែលពុកភាគាត់ប្រាប់ហ្នឹងណាគឺគាត់បានក្អួតធ្លាក់នឹងរបស់អីទេប៉ិនមេដៃប៉ុន្តែអត់ឃើញរមមើលអត់ឃើញតែមកធ្លាក់មកក្រោមផ្ទះហ្នឹងណារមមើលអត់ឃើញហើយពុកប៉ែនគាត់ថាប្រហែលជាតាសូវាគិតមកយោវិញដឹងថ្ងៃដែលខ្ញុំក្អួតធ្លាក់ហ្នឹងគឺប្រពន្ធខ្ញុំក៏បានឃើញដែរដូចខ្ញុំនិយាយប្រាប់ពីដើមអញ្ចឹងពុកពេលអញ្ចឹងពុកភាថាបើសិនតែហែងយកអានឹងទុកអានឹងអាចធ្វើត្រឡប់ទៅម្ចាស់ដើមវិញបានដោយសារតែហែងអត់យកទុកហើយនៅពេលគាត់មករោហ្នឹងគឺអត់មានស្នាក់ស្នាមមានអីទេប៉ុន្តែគាត់ដឹងខ្លួនគាត់ថាគាត់ក្អកមកគឺធ្លាក់របស់ហ្នឹងចេញពីខ្លួនគាត់ចេញពីមិត្តគាត់ផ្ទាល់គាត់ដឹងតែម្ដងគឺពុកប៉ែនគាត់ដឹងនៅពេលគាត់ក្អកហ្នឹងគឺធ្លាក់មកគឺគាត់ដឹងហើយប្រពន្ធគាត់ក៏ឃើញដែរឃើញផ្ទាល់នឹងភ្នែកប៉ុន្តែដល់ពេលគាត់រមើលគាត់អត់ឃើញទេហើយដល់ពេលអញ្ចឹងពុកភាថាហែងថ្ងៃក្រោយហែងប្រងផងតូនណាតូនណៃអីដើរប្រងប្រែងផងព្រោះអានឹងវាចង់ធ្វើយើងមិនក៏បានដល់ពេលគាត់និយាយអញ្ចឹងពុកភាគាត់បាននិយាយសង្កត់ទូទៀតថាជាពិសេសនឹងប្រពន្ធហែងដោយសារប្រពន្ធហែងនិយាយច្រើនប្រយ័ត្នទៅឆ្លោះប្រកែកអីជាមួយវាទេប្រយ័ត្នកាន់តែខ្លាំងទៀតដល់ពេលអញ្ចឹងហើយពុកប៉ែនគាត់ក៏បានសួរទៅពុកភាទៀតថាពុកឯងមានរបស់អីកាន់អត់ចែកខ្ញុំកាន់មួយម៉ូមានអីទេពុកភាថាអញមានអីអញបានតែចេះខ្លះមកពីខ្មោចឪពុកអញពេលអញ្ចឹងពុកភាក៏បានសួរទៅប្រពន្ធរបស់ពុកប៉ែនថាដាំបានប្រហែលឆ្នាំហើយឆ្នាំដែលដាំអុយអាប៉ែនផឹកនឹងគាត់ថាឆ្នាំហ្នឹងគឺឆ្នាំទី3ហើយថាឆ្នាំទី3ហើយពុកភាទាំងដាំដល់វាផឹកប្រឹងបានហើយដោយសារតែវាធ្លាក់ចេញពីខ្លួនវាហើយវាលេងអីហើយចាប់តាំងពីថ្ងៃហ្នឹងមកគឺពុកប៉ែនគាត់មានកម្លាំងនៃដូចគេដូចឯងធម្មតាវិញធ្វើការធ្វើអីបានវិញដល់ពេលរំលងមកប្រហែលខែក្រោយមកទៀតតាសូនហ្នឹងក៏ទ្រអស់បរទេសទ្រអស់នៅអាព្រៃដែលពុកភាជាមួយនឹងពុកប៉ែនទៅដល់អស់ហ្នឹងណាតាសូចាប់ដើមទូរអស់ប៉ុន្តែគាត់អាចបាននឹងប្រពន្ធគាត់ទូទេតាសូហ្នឹងគាត់តូម្នាក់ឯងដល់ពេលតាសូគាត់តូម្នាក់ឯងហ្នឹងនៅពេលគាត់ទៅដល់អាព្រៃហ្នឹងណាគឺគាត់បានជួបអាខ្លាហ្នឹងឯងបើយើងគិតទៅអាអ្នកដែលធ្វើអាក្រក់ហ្នឹងគឺការតបស្នងមកវិញគឺតែងតែបានផលអាក្រក់ហ្នឹងមកវិញនៅពេលដែលតាសូគាត់ទៅដល់ព្រៃហ្នឹងគាត់ក៏ចាប់ដើមកាប់អស់
ពេលគិតចាប់ដើមកាប់អស់សំឡេងខ្លាក៏ហឹមពីក្រោយខ្នងគិតដល់ពេលគិតលឺសំឡេងខ្លាក៏ហឹមអញ្ចឹងដល់ពេលគិតងាកមកខ្លានឹងវាលូតមកទគប់គិតតែម្ដងលូតមកទគប់តាសូហ្នឹងណាដល់ពេលអញ្ចឹងតាសូគិតដឹងធ្វើម៉េចឈ្នះខ្លានឹងគិតបានតែរឺបន្រាស់ឲ្យកិច្ចប៉ុន្តែបបខ្លាក៏ខំដៃវាក៏ទាសឈាមលំពេញខ្លួនប៉ុន្តែក៏បានស្លាប់ទេក៏បានស្លាប់ហើយក៏អាខ្លានឹងក៏វាលូតទៅខំគូបកិតដែរគូរបស់តាសូហ្នឹងណាប៉ុន្តែអត់អីទេដល់ពេលអញ្ចឹងគាត់អត់ហ៊ានដឹកយកអស់មកវិញច្រើនទេដោយសារខ្លាចគូគាត់អស់អត់រួចខ្លាចគូគាត់អស់អត់រួចអញ្ចឹងគាត់ដឹកបានតែខ្លះៗទេដឹកមកវិញអញ្ចឹងគឺគាត់ឈាមដិតដាប់ខ្លួនមែនទេនៅពេលគាត់នៅពេលតាសូនឹងត្រឡប់មកផ្ទះវិញគាត់ក៏ចាប់ដើមព្យាបាលខ្លួន5របស់គាត់ដោយសារតែចង្គមខ្លាកមុតហើយអាខ្ចៅអាខ្ចក់ខ្លានឹងកមុតដែរដល់ពេលគាត់មកដល់ផ្ទះគាត់ព្យាបាលព្យាអីខ្លួនប៉ុន្តែកម្លាំងគាត់អត់ដូចមុនទេកម្លាំងគាត់ដូចមុនហើយក៏ធ្វើការអីឲ្យបានខ្លាំងដែរដោយសារតែទ្រុឌទ្រោមនឹងខ្លានឹងខ្លាំងមែនទេដល់ពេលថ្ងៃក្រោយគឺគាត់អត់ហ៊ានទៅរកអស់នៅកន្លែងទីតាំងព្រៃនឹងទៀតទេប៉ុន្តែសម្រាប់ព្រៃហ្នឹងណានៅទីបំផុតអាខ្លាហ្នឹងក៏វាស្លាប់ដោយសារតែស្នាដៃរបស់ពុកភាជាមួយនឹងពុកប៉ែហ្នឹងឯងគឺគាត់ទោះសម្លាប់ខ្លាហ្នឹងតែម្ដងនៅពេលដែលពុកភានិងពុកប៉ែគាត់មានកម្រងមួយថាដើម្បីទៅកម្ចាត់ខ្លាហ្នឹងដោយសារតែអ្នកភូមិក៏ទៅរកអស់នៅទីហ្នឹងច្រើនដែរដោយសារមានតែព្រៃមួយហ្នឹងទេដែលអ្នកភូមិគាត់ទៅរកអស់រកអីដើម្បីយកមកដាំបាយធ្វើម្ហូបធ្វើអីណាអញ្ចឹងគឺទៅហ្នឹងគឺតែងតែមានគ្រោះថ្នាក់ដោយសារតែខ្លាហ្នឹងឯងមិនមែនត្រឹមតែអ្នកភូមិក៏ទេអ្នកភូមិផ្សេងទៅក៏ជួបបញ្ហាជាមួយនឹងខ្លាហ្នឹងច្រើនមែនទេដល់ពេលអញ្ចឹងពុកភាគាត់ក៏មានកម្រងជាមួយនឹងពុកប៉ែននឹមគ្នាទូដើម្បីសម្លាប់អាខ្លាហ្នឹងប៉ុន្តែពុកភាគាត់ក៏រៀងជ្រាដែរហើយគាត់ក៏រៀងចាស់ជ្រាដែរប៉ុន្តែគាត់នៅមានកម្លាំងអាចទប់ទល់ជាមួយនឹងខ្លាហ្នឹងបានហើយសម្រាប់ពុកប៉ែនវិញពេលដែលគាត់ទៅហ្នឹងគឺគាត់ពឹងទៅលើពុកភាហ្នឹងឯងទោះបីជាពុកភាគាត់រៀងចាស់មែនប៉ុន្តែដោយសារតែពុកភាគាត់ផ្កែខាងអាគុំអីហ្នឹងណាគាត់ក៏មានរបស់កាត់មានអីដល់ពេលអញ្ចឹងពុកប៉ែនគាត់ទុកចិត្តមែនទែនដោយសារតែគាត់ធ្លាប់ជួបកាលពីមុនហើយអាខ្លានឹងវាខ្លាចពុកភាដល់ពេលអញ្ចឹងគាត់ទៅចាប់ដើមបលទេសទៅដល់ពេលបលទេសទៅដល់ពាក់កណ្ដាលផ្លូវគិតមិនដឹងគិតមិនម៉េចណាពុកភាក៏ប្រាប់ទៅពុកប៉ែនថាអាប៉ែនមិនបាច់យកទេសទៅទេហែងបលទេសទៅវិញទៅឯងនឹងចាំនៅកន្លែងនេះព្រោះអីយើងខ្លាចអាខ្លានឹងវាមកវាយប្រហាររបស់គូយើងណាដល់ពេលពុកភាគាត់និយាយអញ្ចឹងពុកប៉ែនក៏យល់ស្របលឿនមែនទេអញ្ចឹងគាត់ក៏បោះទេសមកវិញគាត់ក៏ចាប់ដើមដើរទៅរោពុកភាវិញដល់ពេលដើរទៅពុកភាវិញគាត់ក៏ស្ពាយឆ្នាំងស្ពាយអីណាពេលឆ្នាំងស្ពាយអង្គទៅដេកយប់គាត់មិនមែនទូតែមួយថ្ងៃដើម្បីរកខ្លានឹងឃើញណាព្រៃធំណាដល់ពេលគាត់ទៅអាទីតាំងដែលគាត់ធ្លាប់ទៅអស់ហ្នឹងគឺមិនមែនទូកន្លែងហ្នឹងទេគាត់រូបព្រៃទៅកាន់តែជ្រៅទៀតប៉ុន្តែវិញព្រៃដែរពុកភាជាមួយនឹងពុកប៉ែនគាត់វិញព្រៃដែរដល់ពេលវិញព្រៃអញ្ចឹងគាត់ថាពិបាកក្នុងការរកខ្លានឹងមែនទេពិបាករស់ដោយសារតែគាត់អត់មានភ្លើងអីទំនើបដូចយើងបច្ចុប្បន្នទេគឺមានតែភ្លើងចង្កេងហើយនឹងភ្លើងគប់បង្កាត់ដើម្បីឈូសរមើវាពេលយប់ហើយសម្រាប់ពេលយប់វិញគឺមានតែបង្កាត់ភ្លើងទេគឺមិនមូសខំនៅពេលគាត់ដេកហ្នឹងប៉ុន្តែនៅពេលគាត់ដេកហ្នឹងណាតែលឺសម្រាប់អីតែគឺដេកនៅគាត់ភ្ញាក់ហើយឌីអត់ដឹងងាយភ្លេចជីទេជាពិសេសហ្នឹងគឺពុកភាតែម្ដងនៅពេលដេកពេលយប់តែលឺសំឡេងខ្យល់អីប្រោកប្រាក់បន្តិចនេះគាត់ភ្ញាក់លឿនមែនទេដល់ពេលគាត់ដេកយប់ទី1ហ្នឹងគឺអត់មានបញ្ហាទេគឺធម្មតាដេកធម្មតាហើយដល់ពេលព្រឹកឡើងគាត់ក៏ចាប់ដើមរោទៀតដើររកអាខ្លាហ្នឹងអំឡុងពេលដែលគាត់កំពុងដើររកខ្លាហ្នឹងក៏មានអ្នកភូមិអីគេមករកអស់ដែរគេមករកកាប់អស់កាប់អីនៅក្នុងព្រៃហ្នឹងហើយគាត់ក៏បានជួបជាមួយនឹងគេដល់ពេលជួបអញ្ចឹងគាត់ក៏បានសួរនឹមដែរហើយអ្នកមកកាប់អស់ហ្នឹងក៏សួរទៅពុកភាជាមួយនឹងពុកប៉ែនថាគាត់មករកអីមករកអស់ដែរមែនអានឹងអ្នកភូមិផ្សេងទេដែលមករកអស់នៅទីហ្នឹងហើយពុកភាក៏ប្រាប់ទៅគេវិញថាគាត់មកតាមរកខ្លាដោយសារតែខ្លាហ្នឹងវាធ្វើបាបអ្នកដែលមករកអស់រកអីនៅក្នុងព្រៃហ្នឹងច្រើនមែនទេនៅពេលអញ្ចឹងអាអ្នកដែលទៅរកអស់ហ្នឹងណាគាត់ក៏សើចគាត់ស្មានតែពុកភាជាមួយនឹងពុកប៉ែនហ្នឹងនិយាយលេងសើចទៅជាមួយនឹងពួកគាត់ប៉ុន្តែពុកភាក៏អត់បានចាប់អារម្មណ៍អីច្រើនជាមួយនឹងអ្នកកាប់អស់ហ្នឹងដែរគាត់ក៏បានបន្តដំណើរទៅមុខទៀតដល់ពេលបន្តដំណើរទៅមុខទៀតអាខ្លាហ្នឹងវាមកចាប់អាគូរបស់អ្នកភូមិផ្សេងដែលគាត់ទៅកាប់អស់ហ្នឹងមកវាយប្រហារគូហ្នឹងដើម្បីជាចំណៃតែម្ដង
ដល់ពេលគាត់ឃើញអញ្ចឹងគឺអ្នកភូមិនឹងគឺដែលគាត់មកកាប់អស់នឹងគឺគាត់ស្រែកខ្លាំងមែនទែនដោយសារតែខ្លានឹងវាកំពុងតែខំគូរបស់គាត់ដល់ពេលអញ្ចឹងពុកភាជាមួយនឹងពុកប៉ែនក៏រត់ត្រឡប់មកក្រោយវិញដល់ពេលគាត់រត់ត្រឡប់មកក្រោយវិញក៏ចាប់ផ្ដើមវាយប្រហារទៅអាខ្លានឹងឯងដល់ពេលវាយប្រហារទៅអាខ្លានឹងអាអ្នកភូមិនឹងគឺអត់បានជួយទេអាអ្នកភូមិផ្សេងដែលកាប់អស់ហ្នឹងអត់បានជួយពុកភាជាមួយនឹងពុកប៉ែនទេមានតែពុកប៉ែនជាមួយនឹងពុកភាទេដែលចាត់ការខ្លានឹងហើយសម្រាប់ពុកប៉ែនវិញគឺអត់សូវហ៊ានទេអត់សូវហ៊ានជាមួយខ្លានឹងទេប៉ុន្តែពុកភាជាអ្នកតទល់ជាមួយដល់ពេលអាខ្លានឹងវាប្រុងរត់គេចបានពុកប៉ែននឹងឯងទៅគេងវាវិញណាបានទៅកាប់អីវាដើម្បីកុំឲ្យវារត់ទៅណាបានឆ្ងាយប៉ុន្តែនៅទីបំផុតគឺពុកភាជាមួយនឹងពុកប៉ែននឹងអាចកម្ចាត់ខ្លានឹងបានគឺស្លាប់ដោយស្នាដៃរបស់ពុកភាប៉ុន្តែមុនស្លាប់នឹងគឺខ្លាបានវាយប្រហារទៅលើពុកភាច្រើនកន្លែងមែនទេប៉ុន្តែអត់អីទេបានត្រឹមតែមកឆ្នោតសាច់ហើយក៏ចាញ់ជឿធ្នងគេហៅចាស់ថាចាញ់ជឿធ្នងអារោងឈាមណាគឺពុកភាគាត់ខ្លាំងមែនទេដល់ពេលគាត់សម្លាប់ខ្លានឹងបានអាខ្លានឹងគាត់យកមកភូមិហើយសម្រាប់អ្នកភូមិដែលទៅកាប់អស់នៅទីហ្នឹងអាអ្នកដែលទៅកាប់អស់ដែលជួបគ្នាជាមួយនឹងពុកភាហ្នឹងគឺគាត់សប្បាយចិត្តមែនទេសប្បាយចិត្តដែលពុកភាជាមួយនឹងពុកប៉ែននឹងស្លាប់ខ្លានឹងបានគាត់ថាបើសិនជាស្លាប់អត់បានទេហើយក៏អត់មានពួកគាត់ពីរនាក់នៅទីហ្នឹងគាត់ថានៅពេលដែលខ្លានឹងវាចាប់គោបានហើយអាចនឹងមកសម្លាប់គាត់ទៀតអាចមកសម្លាប់អ្នកដែលទៅកាប់អស់ហ្នឹងណាដល់ពេលអញ្ចឹងគឺគាត់សប្បាយចិត្តមែនទេហើយគាត់ក៏បានដឹកគោនឹងប៉ុន្តែគាត់ស្ដាយអស់ដែលអស់របស់គាត់គឺកាប់បានច្រើនប៉ុន្តែដឹកអត់បានច្រើនទេដោយសារតែគោរបស់គាត់មានរបួសពេលអញ្ចឹងគាត់ដឹកបានខ្លះហើយសម្រាប់ពុកភាជាមួយនឹងពុកប៉ែនហ្នឹងគឺសែងខ្លានឹងមកផ្ទះវិញសែងអាខ្លាដែលគាត់កញ្ចាត់បានហ្នឹងណាដល់ពេលគាត់យកបានមកដល់ផ្ទះគឺអ្នកភូមិរបស់គាត់ហ្នឹងគឺសប្បាយចិត្តមែនទេសប្បាយចិត្តដែលដោយសារតែឃើញពុកភាជាមួយនឹងពុកប៉ែនអាចសម្លាប់ខ្លានឹងបានដល់ពេលអញ្ចឹងហើយគឺអ្នកភូមិរបស់គាត់នឹងទ្រអស់ទៅទីហ្នឹងគឺម្នាក់ឯងក៏ទូដែរសម្បីតែមនុស្សស្រីទូតាស្រីគ្នាគាត់ក៏អត់មានការខ្លាចអីជាមួយនឹងខ្លានឹងដែរដោយសារតែខ្លានឹងកញ្ចាប់បានហើយរំលងមកប្រហែលឆ្នាំក្រោយទៀតពុកភាគាត់ក៏បានស្លាប់ដោយសារតែគាត់ចាស់ដែរហើយនៅពេលដែលពុកភាស្លាប់ហ្នឹងគឺបានបន្សល់ទុកនៅរបស់ល្អដែលឲ្យទៅពុកប៉ែនហ្នឹងដើម្បីការពារខ្លួនហើយសម្រាប់ប្រពន្ធរបស់គាត់នឹងគឺនូម្នាក់ឯងទេប្រពន្ធរបស់ពុកភានឹងគឺនូម្នាក់ឯងដោយគាត់អត់មានកូនមានចៅដូចគេទេអត់ពីពុកភាទៅគឺប្រពន្ធគាត់នូម្នាក់ឯងទោះបីជាគាត់នូម្នាក់ឯងមែនគឺតែងតែមានការមើលថែអីពីក្រុមគ្រួសាររបស់ពុកប៉ែនដែរគាត់អត់បានចូលម៉ែជងដែលជាប្រពន្ធរបស់ពុកភានឹងទេគឺគាត់តែងតែជួយមើលថែជួយអីដែរនៅពេលគាត់ឈឺស្កាត់អេម្ដងណាហើយសម្រាប់តាសូវិញក៏ស្លាប់ដែររស់អត់បានយូរប្រហែលទេដោយសារតែមិនមែនជាមនុស្សល្អអីទេយើងតែងតែដឹងថាអ្នកដែលធ្វើអាក្រក់អីគឺបានផលតបស្នងវិញគឺតែងតែអាក្រក់អញ្ចឹងឯងហើយសម្រាប់តាសូនឹងនៅពេលដែលគាត់ស្លាប់នឹងគឺអាយុអត់បានច្រើនដូចជាពុកភាទេគឺអាយុតិចមែនទេដោយសារតែគាត់ធ្វើអំពើអាក្រក់ច្រើនពេកហើយអ្នកស្លាប់ដោយសារតាសូនឹងក៏ច្រើនដែរស្លាប់ដោយសារតែអំពើអាគមរបស់គាត់ហ្នឹងណាគឺច្រើនដែរគឺគាត់ហ៊ានមែនទេគាត់មិនមែនជាអ្នកភូមិនឹងទេប៉ុន្តែគាត់តែអ្នកធ្វើបាបគេអ្នកនៅក្នុងភូមិនឹងនៅពេលដែលតាសូស្លាប់អញ្ចឹងគឺអត់មានណាបន្តវេនរបស់គាត់ទេប្រពន្ធកូនរបស់គាត់អត់មានណាបន្តវេនពីតាសូអំពីអាគមរបស់គាត់នឹងទេតែគាត់ស្លាប់ទៅហើយគឺអស់តែម្ដងហើយសម្រាប់អ្នកភូមិនឹងវិញអត់ពីតាសូអញ្ចឹងក៏អត់សូវមានបញ្ហាអីដែរគឺអ្នកភូមិរស់នៅគឺសុខសប្បាយធម្មតាទេទោះបីជាមានការឆ្លោះប្រកែកគ្នាក៏សម្រួលគ្នាវិញបានហើយក៏អត់មានការឈឺដូចជាកាលពុកប៉ែនគាត់ទៅសម្រួលពុកភាជាមួយនឹងតាសូហ្នឹងណាពេលក្រោយសម្រួលក៏ត្រូវនឹងអំពើអាគមរបស់តាសូហ្នឹងតែដល់ពេលក្រោយមកទៀតក៏តែងតែមានទំនាស់ខ្លះដែរអ្នកភូមិរវាងអ្នកភូមិនិងអ្នកភូមិណាប៉ុន្តែទំនាស់នឹងផងដែរគឺមិនមែនជាបញ្ហាអីធំដុំដល់ថ្នាក់ធ្វើអំពើធ្វើអីដាក់គ្នាទេគឺបានត្រឹមតែទំនាស់បើសិនជាមិនបានវ័យគ្នាក៏អត់មានឈឺខ្លួនប្រាណអីដែរហើយសម្រាប់រឿងរ៉ាវមួយនឹងផងដែរគឺមានតែប៉ុណ្្នឹងទេអ្នកនរបើសិនជាខ្ញុំមាននិយាយទៅលឺលួសពាក្យពេចន៍ត្រង់ណាមិនសមរម្យខ្ញុំក៏សូមការអធិស្ឋានពីអ្នកទាំងអស់គ្នាផងហើយជាចុងក្រោយខ្ញុំក៏សូមចាត់អ្នកទាំងអស់គ្នាកុំភ្លេចជួយចុច Subscribe ឲ្យ Channel របស់ខ្ញុំអ្នកមួយផង